អត់អាសាចេះទេហើយអានេះជូតស្អាតទេបាទមើលទៅយើងបែបវិជាទេវាមានកូដរបស់វានៅក្នុងហ្នឹងវាអ្នកខ្មែរតិចទៀតជួបគ្នាVlog ទៅលេងស្រុកខ្មែរបាទនេះគឺជាវីដេអូចុងក្រោយបន្ទាប់ពីចេញធ្វើការហើយខ្ញុំក៏ងូតទឹកងូតអីហើយចេញដំណើរទៅយកអូសានដើម្បីជិះរថភ្លើងទៅផ្ទះនេះភូមិនេះគាត់មានអីផ្ញើទៅឲ្យពុនគាត់នៅខ្មែរអញ្ចឹងណាហើយឥឡូវយើងដេកមកយប់ហើយព្រលឹមឡើងយើងចាំតាក់ស៊ីបាទឥឡូវនេះយើងកំពុងចាំតាក់ស៊ីឥឡូវតាក់ស៊ីមកនៅមុខហើយយើងធ្វើដំណើរទៅពលានអ៊ីនឆាន់ទី2ដើម្បីជិះយន្តហោះទៅខ្មែរបាទឥឡូវយើងបានជិះតាក់ស៊ីហើយឡើងតាក់ស៊ីហើយឥឡូវយើងមើលទេសភាពផ្កានៅតាមដងផ្លូវជាមួយខ្ញុំដាក់ទេសភាពតាមដងផ្លូវបងប្អូនទាំងអស់គ្នាបានមើលបាទបាទឥឡូវយើងបានមើលទេសភាពតាមដងផ្លូវមកបដាខ្លះហើយឥឡូវយើងក៏ជិតបានមកដល់ពលានអ៊ីនឆាន់ទី2ហើយនេះគឺជាមហាសមុទ្រនៅក្បែរហ្នឹងព្រោះយើងជិះយូរនឹងឆ្លងសមុទ្រទេបាទយើងឆ្លងសមុទ្ររៀងយូរបន្តិចហើយនេះគឺជាទស្សនភាពខ្លះនៅតាមដងផ្លូវទៅពលានអ៊ីនឆាន់ទី2ហ្នឹងបាទនេះកន្លែងខ្សាច់គេបាទកន្លែងបូមខ្សាច់គេបងហ្នឹងផងដែរហ៊ានបាទចង់ជំនះខ្លួនឯងមើលថាតើមកពលានអ៊ីនឆាន់ទី1ហ្នឹងមកដោះល្អអត់ចឹងព្រោះយើងមកតែឯងអត់មានអ្នកមកជាមួយទេបងគាត់ធ្វើការហើយណាមួយចង់រៀនដើរខ្លួនឯងចឹងពេលក្រោយទៅយើងស្រួលឥឡូវយើងបានមកគៀកមែនតើឃើញលបងពលាននេះបាទឃើញយន្តហោះបដាហើយប្រហែលជាមិនតិចទៀតដល់ហើយបាទ
lời cả chiếc taxiរបស់យើងក៏បានមកដល់កន្លែងទីដល់កន្លែងចុះហើយបាទអញ្ចឹងយើងនឹងធ្វើដំណើរចូលទៅក្នុងឥឡូវចូលមកដល់ក្នុងហើយបាទនេះជាទស្សនវិជ្ជានៅក្នុងពលាន Incheon ទី2នៅជាន់ទី3បាទជាន់ដែលយើងចេញដំណើរបាទនេះគឺជា robot ដំបូងខ្ញុំស្មានអីគេបាទតាមពិត robot គេជូតឥតក្រូនេះព្រោះខ្ញុំមកសាមុនជាមួយនេះជាមួយអីចឹងអត់ឃើញវាទេតែអាប់ដេតឥឡូវពីមុនបុគ្គលិករបស់គេអ្នកជូតចឹងណាបុគ្គលិករបស់ពលានឥឡូវគេអាប់ដេតទៅជា robot វិញបាទថាទៅ robot នេះវាអាសាបាទអាសាជាងមិត្តភក្តិខ្ញុំខ្លះអត់អាសាចេះទេហើយអានេះជូតស្អាតទេបាទមើលទៅយើងបែបវិជាទេវាមានកូដរបស់វានៅក្នុងហ្នឹងវាជូតខ្លួនវាជូតទៅវិញទៅមកគ្រប់កលៀតបាទនៅក្នុងពលាន Incheon ទី2នេះថ្មនេះអត់សូវមានមនុស្សទេល្ងាចតិចបានមានមនុស្សច្រើនព្រោះខ្ញុំមកដល់នេះម៉ោង12ជាងបាទតែខ្ញុំហោះហើរនៅម៉ោងចន្លោះពីម៉ោង 6:50 ដល់ម៉ោង 7 បាទអញ្ចឹងខ្ញុំទៅនេះខ្ញុំចេះដើរមើលលេខការទៅរៀនដើរខ្លះអីខ្លះហើយឥឡូវយើងក៏មករកអីហូបសិនហើយយើងអត់ហូបអីទេគឺហូបគីមប៉ាប់ជាមួយដោះគោហើយឥឡូវយើងដើរមើលលេខមើលកើតក្នុងពលានសិនទៅមកទៅដល់ម៉ោងអញ្ចឹងមើលទស្សនវិជ្ជាខ្លះនៅក្នុងពលានបាទអសនេះទៀតភ្លឺប្រហែលជាម៉ោង 5 គេបានភ្លឺជាអូតេសជាអីរបស់គេអត់សូវហ៊ានថតវាចំទេបាទហ៊ានថតខ្លួនឯងតែហ៊ានថតតែចេះនិយាយបាទចេះនិយាយនេះកន្លែងយើងទិញពីប៉ាប់ហូបមិញនេះជាជាន់ទី1អានេះកន្លែងថាចេញភ្លើងឥឡូវគេបើកភ្លើងស្អាតមែនតើសិតតែស្រូវកូរ៉េហើយឥឡូវយើងហូបអីហើយយើងក៏បានឡើងទៅជាន់ទី3វិញបាទដើម្បី check in ចូលទៅអង្គុយចាំគេក្នុងសុខចិត្តអង្គុយចាំគេបាទកុំឲ្យគេចាំយើងអញ្ចឹងវាពិបាកសុខចិត្តចាំគេតែនេះទស្សនវិជ្ជាខ្លះស្អាតបាទមើលទៅពេលខ្លះមានផ្កាមានអីតាក់ទាញមែនតើលយឲ្យមាន LED មានអីទៀតធំទូលាយល្អបាទនេះផ្កាធម្មជាតិស្រស់បាទនេះផ្កាគេផ្កាទៀតយ៉ាថតផ្កាទេបាទខ្ញុំថតផ្កាទេតែផ្កាស្អាតមែនតើបាទដើរក៏បានជួបបងខ្មែរម្នាក់ឥឡូវយើងកំពុងដើរតាម gate ដែលយើងត្រូវទៅgate របស់ខ្ញុំពី2:29ដល់2:47នេះបត់ឆ្វេងនៅក្នុងសបុតចឹងគេដាក់ gate ពីប្រមាណដល់ប្រមាណចឹងគឺខ្ញុំពី2:34ចឹងដើរទៅ2:34នៅខាងឆ្វេងដែរបាទមើលទៅខាងក្រៅពងពេញក្តៅមែនតើណាបាទនេះកន្លែងក្មេងលេងហើយយើងដើរទៅមុខទៀតនោះឃើញ2:34ដើរទៅអង្គុយចាំគេនៅមុខបាទព្រោះខ្ញុំជី gate 34អញ្ចឹងយើងចាំកន្លែង gate 34ដល់ម៉ោងយើងទៅម៉ោងជួរឡើងអញ្ចឹងហើយខ្ញុំថតនេះទុកជាសកម្មភាពខ្លះពេលពេលក្រោយអញ្ចឹងខ្ញុំផ្លិចអីចឹងអត់សូវបានមើលអញ្ចឹងខ្ញុំចូលមើលវីដេអូរបស់ខ្លួនឯងអ្នកខ្មែរទីទៀតជួបគ្នា
តបពីយើងអង្គុយចាំជីច្រើនមកឥឡូវយើងក៏បានចុះដើរចូលទៅក្នុងយន្តហោះហើយប៉ុន្តែមុនហ្នឹងយើងទៅតម្រង់ជួរតាមศูนย์មាន01 02 03អញ្ចឹងហើយខ្ញុំ02អញ្ចឹងខ្ញុំក៏បានដើរចូលតាម02មកគេឆែកចុងស្លឹកយើងហើយយើងក៏បានដើរចូលមកបាទកន្លែងនេះដែរយើងអង្គុយអស់ជាច្រើនម៉ោងអញ្ចឹងយើងក៏បានមើល LED បណ្ដាហើយអូតតែគេក៏បានយកម្ហូបអាហារយើងហូបសម្រន់នៅលើយន្តហោះហ្នឹងមកដើម្បីយើងហូបហើយហូបបដើមើលរឿងអវតារបដើបាទឈៀលមើលជក់មែនតើបាទចប់រឿងហើយក៏មកដល់ខ្មែរល្មមហើយយើងក៏បានដើរទៅ check out ហើយយើងក៏បានដើរយកវ៉ាលីបាទហើយយើងយកវ៉ាលីហើយយើងក៏បានដើរចេញមកអ្នកផ្ទះយើងចាំខាងក្រៅយើងក៏បានជិះ pass up មកផ្ទះបាទដោយសុវត្ថិភាព